ការប្រើប្រាស់តួអក្សរចិន ខ ដែលមានន័យថាអាច able ជាបុព្វបុត្រដើម្បីបង្កើតគុណនាមផ្សេងៗតើយើងអាចប្រើប្រាស់ពាក្យនេះយ៉ាងដូចម្តេចខ្លះ ខអៃគួរឲ្យស្រឡាញ់ ខបូកអៃស្រឡាញ់ ខឈិនគួរឲ្យជឿ ខបូកឈិនជឿឬទុកចិត្ត ខឈីអាចបរិភោគបាន ខបូកឈីបរិភោគ ខខោគួរឲ្យទុកចិត្ត ខបូកខោពឹងផ្អែកអាស្រ័យ ខហិនគួរឲ្យស្អប់ ខបូកហិនស្អប់